ព្រះនាងឲ្យឥឡូវនេះសិស្សក្នុងបាក់បានបាត់បង់លើសពី 70% ហើយចំណែកឯពួកចាស់ទុំវិញក៏រងរបួសធ្ងន់ធ្ងរដែរក្នុងចំណោមសមាជិកកុលសម្ព័ន្ធលីគង់ដែលនៅទីនេះមានតែឡានឈីម៉ូយៀនម្នាក់គត់ដែលនៅសេសសល់ឡានឈីម៉ូយៀនឯងពិតជាលាក់ខ្លួនបានល្អណាស់បើដឹងថាឯងមិនទាន់រឹងដៃរឹងជើងបែបនេះទេយើងគួរតែបិទត្រាឯងឲ្យជិតតាំងពីដំបូងព្រះនាងមានសមាជិកកុលសម្ព័ន្ធលីគង់ម្នាក់បាននាំទារិកាម្នាក់រត់គេចខ្លួនបាត់ហើយព្រះនាងយើងទប់ទល់លែងចប់ហើយឡានឈីម៉ូយៀនរៀបនឹងទម្លាយការឡោមព័ទ្ធចេញមកហើយឡានឈីម៉ូយៀននេះជាការបង្ខំយើងទេជូធានឈិនជាអាវុធទេពតែមួយគត់នៅក្នុងវាំងមានតែអ្នកដែលឈានដល់កម្រិតផ្លាស់ប្ដូររូបរាងប៉ុណ្ណោះទើបអាចប្រើវាបានកម្លាំងរបស់ព្រះនាងនៅខ្វះមួយដំណាក់កាលទៀតតើទ្រង់អាចប្រើវាបានយ៉ាងដូចម្តេចយើងបានលះបង់កម្លាំងពាក់កណ្ដាលទៅឲ្យជូធានឈិនទើបអាចបិទត្រាវាបានបន្តិចមិននឹកស្មានថាពូជសាសន៍បិសាចនេះខ្លាំងដល់ថ្នាក់នេះសោះព្រះនាងទោះបីជាឡានឈីម៉ូយៀនត្រូវបានបិទត្រាក៏ដោយប៉ុន្តែច្រកចូលពិភពខ្មោចនៅតែមានប្រហោងខ្ញុំបារម្ភថាព្រះនាងនេះហើយគឺជាចម្លើយខ្ញុំបានឃើញអ្វីគ្រប់យ៉ាងអស់ហើយតើអ្នកបានឃើញអ្វីខ្លះខ្ញុំបានឃើញគ្រាដែលឈឺចាប់បំផុតរបស់គេភាពឈឺចាប់ដែលចង់បំផ្លាញទាំងមេឃនិងដីជាការសងសឹកដែលមិនរុញរាសូម្បីតែត្រូវបដូរដោយជីវិតក៏ដោយខ្ញុំពិតជាមិនអាចនិយាយពាក្យឲ្យគេលះបង់ការសងសឹកបានឡើយអ្នកមិនចង់ខាត់គេទេអីមិនមែនទេទោះបីជាការសងសឹកធំធេងយ៉ាងណាក៏ដោយក៏មិនគួរពាក់ព័ន្ធនឹងអ្នកស្លូតត្រង់ដែរខ្ញុំមិនមែនចង់បំពានកិច្ចព្រមព្រៀងរបស់យើងទេគ្រាន់តែខ្ញុំយល់ពីមូលហេតុដែលពិភពលោកនេះនឹងត្រូវបំផ្លាញឥឡូវនេះខ្ញុំច្បាស់ហើយថាយើងនៅមានផ្លូវទី3ដែលអាចដើរបានផ្លូវទី3តើគេមិនចូលចិត្តតួឯកស្រីទេអីទោះបីជាមានអារម្មណ៍ចិត្តថានឹងជួយផ្សំគមក៏ដោយប៉ុន្តែបើធៀបនឹងការវិនាសនៃពិភពលោកការលះបង់របស់គាត់គឺមានតម្លៃណាស់បងប្រុសអ៊ូចៅខ្ញុំបានដឹងរឿងខ្លះនៅវិមានធានតាវរឿងរ៉ាវប្រែជាបែបនេះសោះមេដឹកនាំមនុស្សជាតិដើម្បីតែអ្វីដែលហៅថាមូលដ្ឋានគឺមនុស្សជាតិបានលះបង់កុលសម្ព័ន្ធទាំងមូលតើនេះនៅតែជាមេដឹកនាំដែលបាក់ស្នានេះគួរដើរតាមហេតុអ្វីបានជារឿងរ៉ាវប្រែជាស្មុគស្មាញបែបនេះវាមិនស្មុគស្មាញពេកទេវាមានធានតាវដើម្បីបង្ក្រាបពិភពខ្មោចបានលាក់បាំងការពិតជាច្រើនឆ្នាំលះបង់សមាជិកកុលសម្ព័ន្ធលីគង់ភាគច្រើនហើយថែមទាំងទម្លាក់កំហុសឲ្យអាយានទៀតចុះរឿងដែលថាកុលសម្ព័ន្ធលីគង់បានសម្លាប់រង្គាលក្នុងព្រៃនោះក៏ជាពាក្យចាមអារាមដែរមែនទេប្រាកដណាស់រហូតមកដល់ពេលនេះអាយានមិនដែលធ្វើបាបមនុស្សសូម្បីតែម្នាក់អញ្ចឹងមានន័យថាអាយានត្រូវរងគ្រោះអស់ជាច្រើនឆ្នាំមកហើយការដាក់ពូជបិសាចការលះបង់លីគង់រឿងទាំងអស់នេះគឺជាអ្វីដែលមនុស្សជាតិបានធ្វើពួកគេនៅទីនោះស្អីហើយពួកគេដេញតាមទាន់លឿនម្លេះបងប្រុសអ៊ូចៅតើយើងគួរធ្វើដូចម្តេចឥឡូវនេះមិនមែនជារឿងបុគ្គលរបស់គេទៀតទេវាជារឿងដែលបាក់ធំទាំងអស់ត្រូវចូលរួមខ្ញុំនឹងទៅរកជំនួយសៀវស៊ីយើងទៅណែដេញតាមពួកគេឲ្យទាន់តើអ្នកដឹងរឿងនេះដោយរបៀបណា
អីគេខ្ញុំចង់សួរថាតើអ្នកដឹងពីអាចកំបាំងនៃវិមានធានតៅនិងប្រវត្តិរបស់ខ្ញុំបានយ៉ាងដូចម្តេចរឿងខ្លះសូម្បីតែសិស្សវិមានធានតៅបច្ចុប្បន្នក៏មិនដឹងច្បាស់ដែរគឺខ្ញុំបានឃើញការចងចាំរបស់អ្នកសុំទោសផងខ្ញុំមិនបានតាំងចិត្តទេគ្រាន់តែពេលខ្ញុំប៉ះវិញ្ញាណដើមរបស់អ្នកវាក៏បង្ហាញឡើងមកដោយស្វ័យប្រវត្តិវិញ្ញាណដើមដ៏បរិសុទ្ធបំផុតពិតជាមានសមត្ថភាពបែបនេះមែនឬអាយានតើអ្នកពិតជាចូលចិត្តមូឈិនស៊ីមែនទេខ្ញុំដឹងថាអ្នកចង់ធ្វើអ្វីចំពោះវិមានធានតៅប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺបើអ្នកឈប់ត្រឹមការសងសឹកខ្ញុំនឹងជួយអ្នកឲ្យបានជួបមូឈិនស៊ីយោព្រមទេចុះអ្នកមិនខ្វល់ពីអ៊ូចៅទេអីមិនសំខាន់ទេឲ្យតែអ្នកយល់ព្រមខ្ញុំនឹងជួយបំបែកបំបាក់ពួកគេហើយផ្សំផ្គុំអ្នកទាំងពីរវិញអ្នកហាក់ដូចជាយល់ច្រឡំហើយមនុស្សដែលខ្ញុំចូលចិត្តមិនមែនជានាងទេគឺអ្នកព្រះនាងសិស្សម្នាក់នេះអសមត្ថភាពណាស់មិនត្រឹមតែបាត់បង់វិញ្ញាណដើមទេថែមទាំងបណ្ដោយឲ្យឡានឈីមួយយាននិយាយខុសហើយអ្នកបានបណ្ដោយឲ្យឡានឈីមួយយាននាំយកវិញ្ញាណដើមរត់គេចខ្លួនហើយវាគឺជាវិញ្ញាណដើមដ៏បរិសុទ្ធបំផុតទៀតផងតើអ្នកដឹងទេថាលទ្ធផលដ៏អាក្រក់បំផុតគឺជាអ្វីបើសិនជាឡានឈីមួយយានស្រូបយកឈាមរបស់នាងយើងទាំងអស់គ្នានឹងត្រូវវិនាសក្នុងមួយប៉ព្រិចភ្នែកឈាមរបស់លីកុងគឺជាកម្លាំងដ៏មហាសាលសម្រាប់បិសាចវាប្រសើរជាងថ្នាំទឹកកម្រិតខ្ពស់ទៅទៀតយ៉ាងណាមិញពេលនេះក្មេងស្រីនោះស្ថិតក្នុងដៃរបស់គេហើយយើងបានប្រាប់ហើយថាកុំមានចិត្តមេត្តាចំពោះពួកលីកុងពេកពួកចាស់ទុំទាំងនោះនៅតែចង់ជែកវែកញែកជាមួយយើងចង់ផ្ដល់សេរីភាពឲ្យពួកគេទៀតឥឡូវនេះរឿងរ៉ាវកាន់តែគួរឲ្យចាប់អារម្មណ៍ហើយ